Ba sân chỉ dương mơ tất cả SMB business rồi có startup business á dương ai khơi tha ba sân chỉ quạt trong việc startup quạt thử miền chủng đồng physical server quạt thử miền chủng đồng file share quạt thử miền chủng đồng ca subscribe email và email hosting đảm bảo cho userរបស់ពួកគាត់ហ្នឹងបានប្រើប្រាស់ហើយយកទៅធ្វើជាការ communicate ជាមួយនឹងអតិថិជនហើយនឹង internal collaborate ដូចគ្នាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទពុទ្ធុនជា Technical Consultant នៅ Process Solution ថ្ងៃនេះខ្ញុំមាន topic មួយដែលយកមកនិយាយអំពីហេតុអ្វីបានជា Microsoft 365ដើរតួយ៉ាងសំខាន់នៅក្នុង business គ្រប់វិស័យបើសិនជាយើងមើលទៅកាន់ SMB business ឬក៏ startup business ណាយើងអាចឃើញថាបើសិនជាគាត់ចង់ build startup គាត់ត្រូវមានជាមួយនឹង physical server គាត់ត្រូវមានជាមួយនឹង file share គាត់ត្រូវមានជាមួយនឹងការ subscribe email បាទ email hosting ដើម្បីឲ្យ user របស់ពួកគាត់ហ្នឹងបានប្រើប្រាស់ហើយយកទៅធ្វើជាការ communicate ជាមួយនឹងអតិថិជនហើយនឹង internal collaborate ដូចគ្នាអញ្ចឹងដែលស្វែងកន្លែងនេះយើងមានជា Microsoft 365ដែលជា Cloud Service Solution មួយឲ្យគាត់ធ្វើជាការ subscribe ហើយអាចធ្វើជាការ cost saving យើងអាចធ្វើជា future scale បានដូចគ្នាអញ្ចឹងបើសិនជាគាត់ go ahead ជាមួយនឹង365យើងមានជា package ឲ្យគាត់ជ្រើសរើសដូចគ្នាអញ្ចឹង plan ដែលគាត់ត្រូវការគាត់អាចជ្រើសរើសបានថ្ងៃក្រោយគាត់ scale យើងអាចមានជាមួយនឹងការ upgrade license ឬក៏ upgrade package របស់ពួកគាត់អញ្ចឹងនៅក្នុងនោះយើងមានជា Outlook សម្រាប់ email communication យើងមានជា Microsoft Teams សម្រាប់ធ្វើជាការ communication យើងមានជាមួយនឹង Office App សម្រាប់ឲ្យ user គាត់ប្រើប្រាស់ដែលក្នុងនោះគឺមាន Word Excel PowerPoint license ឲ្យស្រាប់ទៀតហើយយើងនឹងមានជាមួយនឹងOneDrive បូកជាមួយនឹង SharePoint ធ្វើជា storage cloud everything គឺនៅក្នុង cloud សម្រាប់ពួកគាត់ឲ្យគាត់ប្រើប្រាស់បានដូចគ្នាបើមិនជាយើង compare ជាមួយនឹង on-premise infrastructure ទៅនឹង Microsoft 365 subscription យើងអាចមើលឃើញតម្លៃខុសគ្នាច្រើនព្រោះអីនៅក្នុង package របស់ Microsoft 365គឺវា include ជាមួយនឹង everything ដែលយើងត្រូវការចំណែកឯតម្លៃក៏រៀងសមរម្យដែរអញ្ចឹងសម្រាប់ SMB ឬក៏ business startup គាត់ត្រូវមានជាមួយនឹង physical server គាត់ត្រូវ subscribe ជាមួយនឹង email ពីខាងក្រៅដើម្បីឲ្យ user របស់គាត់នឹងធ្វើជាការប្រើប្រាស់ send email receive ទៅកាន់ customer ឬក៏ internal user របស់ពួកគាត់អញ្ចឹងបើសិនជាយើងងាកមកមើលជាមួយនឹង Microsoft 365គឺវាមិនមានជាការជឿក្បាលទេដោយសារតែ Microsoft 365វាជា cloud service platform មួយដែលអាចឲ្យ customer គាត់ subscribe បានអញ្ចឹង everything ដែលគាត់ត្រូវការដូចគ្នាគឺវា include ជាមួយនឹង package របស់ Microsoft 365ហើយសរុបសេចក្តីមក Microsoft 365វាមិនមែនត្រឹមតែជាកម្មវិធីឲ្យ user ប្រើទេតែវាគឺជាការ subscribe មួយដែលយើងអាច start build ជា foundation នៃ modern work បានទាំងសម្រាប់ SMB បានទាំងសម្រាប់ enterprise ហើយអ្វីដែលសំខាន់គឺ IT គាត់មិនទៅចាំបាច់ជាមួយនឹងការជិះក្បាលទៅលើ maintenance server maintenance physical hardware ឬក៏ខ្វាយខ្វល់ជាមួយនឹងការ backup everything គឺនៅលើ cloud ទាំងអស់ជាចុងក្រោយសម្រាប់ topic របស់ខ្ញុំមានត្រឹមតែប៉ុណ្្នេះទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានជាចម្ងល់ឬក៏មានជាការចង់សាកសួរអាចទាក់ទងមកកាន់ Process Solution បានខ្ញុំបាទពុទ្ធុនសូមអរគុណសូមជម្រាបលា